បាទសូមជម្រាបសួរបងប្អូនជាទីរាប់អានថ្ងៃនេះខ្ញុំមានប្រធានបទសំខាន់សម្រាប់បងប្អូនដែលមានបំណងចាក់ចេញឈប់ធ្វើការងារឲ្យក្រុមហ៊ុនឬស្ថាប័នណាមួយទៅបើកអាជីវកម្មផ្ទាល់ខ្លួនខ្ញុំមានចំណុច7យ៉ាងដែលបងប្អូនគួរធ្វើមុនពេលដាក់ពាក្យលាឈប់ពីការងារដែលកំពុងធ្វើមែនទែនទៅមានមនុស្សជាច្រើនដែលមានគំនិតចង់ទៅចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនបាទប៉ុន្តែសួរថាតើបានត្រៀមខ្លួនហើយឬនៅព្រោះថាការចេញរកស៊ីឬក៏ប្រកបអាជីវកម្មផ្ទាល់ខ្លួនពេលខ្លះវាមិនសាមញ្ញឬក៏ងាយស្រួលប្រហែលនោះទេពិតណាស់ថាការបើកវាស្រួលតែការដំណើរការអាជីវកម្មឲ្យឆ្ពោះទៅរកភាពរីកចម្រើនគឺត្រូវការយល់ដឹងនិងពុះពៀច្រើនចំណុចខុសពីការបំពេញតួនាទីណាមួយនៅក្នុងស្ថាប័នឬក្រុមហ៊ុនដែលតែងតែទទួលបានប្រាក់បៀវត្សរៀងរាល់ខែឬក៏មានពេលឈប់សម្រាកចុងសប្តាហ៍ជាដើមបើការលាឈប់ពីការងារដោយអន្តេះសារឬក៏ដោយគ្មានផែនការរឹងមាំមិនមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ខ្លួនឬគ្រួសារគឺអាចនាំទៅរកក្តីខកបំណងណាមួយជាក់ជាបំខានតទៅនេះខ្ញុំនឹងបង្ហាញចំណុចចំនួន8យ៉ាងបើសិនបងប្អូនកំពុងគិតចង់ចាប់ផ្ដើមអាជីវកម្មតខ្លួនណាមួយចំណុចទី1ត្រូវរៀបចំថវិកាប្រាក់កាសសម្រាប់សុវត្ថិភាពការចំណាយរស់នៅប្រចាំថ្ងៃយ៉ាងតិច6ទៅ12ខែបើមួយខែបងប្អូនចាយ$1000គឺត្រូវមាន$6000ទៅ$12000ត្រៀមទុកលុយនេះមិនមែនសម្រាប់ជាដើមទុនអាជីវកម្មនោះទេគឺសម្រាប់ចាយវាក្នុងគ្រួសារព្រោះបងប្អូនបានលាឈប់ពីការងារហើយគ្មានប្រាក់ខែណាបើកឲ្យបងប្អូនទៀតទេប៉ុន្តែរឿងដែលល្អប្រសើរជាងនេះបងប្អូនមិនត្រូវឈប់ភ្លាមទេគួរបង្កើតអាជីវកម្មបែបក្រៅម៉ោងការងារសិនមានន័យថាធ្វើការបណ្ដើបើកអាជីវកម្មបណ្ដើហើយបើមើលឃើញថាអាជីវកម្មខ្លួនដំណើរការបានល្អមានចំណូលទៀងទាត់ហើយបងប្អូនអាចសម្រេចចិត្តឈប់ជាក្រោយក៏មិនហួសពីដែរចំណុចទី2ត្រូវរៀនសូត្រពីភាពបរាជ័យរបស់អ្នកដទៃស្វែងយល់ពីសហគ្រិនដែលបរាជ័យហើយជោគជ័យឡើងវិញតើមានមេរៀនត្រូវរៀនអ្វីខ្លះកំហុសអ្វីដែលពួកគាត់បានធ្វើហើយពេលដែលពួកគាត់ជោគជ័យពួកគាត់ធ្វើរឿងរ៉ាវខុសគ្នាអ្វីខ្លះចូលរៀនពីបទពិសោធន៍របស់អ្នកដទៃឲ្យបានច្រើនជាពិសេសបទពិសោធន៍នៃភាពបរាជ័យដើម្បីបងប្អូនអាចជៀសវាងកំហុសនិងមើលឃើញឱកាសត្រូវអនុវត្តទៅរកភាពជោគជ័យចំណុចទី3សួរខ្លួនឯងថាតើបងប្អូនហ៊ានលះបង់អ្វីខ្លះក្នុងជីវិតជាម្ចាស់អាជីវកម្មហើយរឿងរ៉ាវអ្វីដែលបងប្អូនឈប់ធ្វើបន្តទៀតចាប់ផ្ដើមអាជីវកម្មបងប្អូនអាចគ្មានចំណូលគ្រប់គ្រាន់រយៈពេលយូរដោយសារបងប្អូនបានដើរចេញពីប្រាក់ខែហើយនឹងតំបន់សុវត្ថិភាពកន្លងមកដែលអាចជះឥទ្ធិពលដល់ផ្លូវចិត្តរបស់ខ្លួនគ្រួសារមិត្តភ័ក្តិនិងពេលវេលាល្អៗមួយចំនួនកន្លងមកព្រោះថាការបើកអាជីវកម្មមិនមែនដើម្បីមានពេលវេលាសម្រាប់គ្រប់គ្រាន់ឬមានភាពឯករាជ្យធ្វើអ្វីតាមតែចិត្តរីករាយនោះទេម្ចាស់អាជីវកម្មគឺមានបន្ទុកជាច្រើនត្រូវប្រឈមមុខដោះស្រាយតើបងប្អូនត្រូវការពេលវេលាសប្បាយឬក៏បើកអាជីវកម្មដើម្បីអួតកេរ្តិ៍ឈ្មោះថាខ្លួនជាម្ចាស់អាជីវកម្មជា owner ជា CEO បាទក្រុមហ៊ុនផ្ទាល់ខ្លួនអីនោះក៏បើកអីបាទព្រោះវានឹងនាំឲ្យបាទជួបការខាត់បងធ្ងន់ធ្ងរមិនខានហើយការចាប់ផ្ដើមដំបូងគួរតែចាប់ផ្ដើមកម្រិតតូចសិនបានហើយចំណុចទី4ត្រូវស្គាល់ទីផ្សារគោលដៅតើអតិថិជនបងប្អូនជានរណានៅពេលនេះនិងនៅពេលអនាគតត្រូវចេញស្រាវជ្រាវទីផ្សារលម្អិតតេស្តផលិតផលឬសេវាកម្មរបស់ខ្លួនស័ក្តិសមឬក៏មានចំណុចពិសេសជាងដៃគូប្រជែងបែបណាក្នុងនាមជាសហគ្រិនម្នាក់មិនអាចមិនដឹងពីទិន្នន័យវិទ្យាសាស្ត្រអត្តសញ្ញាណអតិថិជនគោលដៅនិងចំនួនដៃគូប្រកួតប្រជែងក្នុងតំបន់របស់ខ្លួននៅឡើយចំណុចទី5រៀបចំផែនការអនុវត្តជាជំហានតូចៗនិងផ្ដោតសកម្មភាពតាមភាពសំខាន់នៃការងារធានាឲ្យបានថាពេលអនុវត្តត្រូវតែមានប្រសិទ្ធភាពមិនលឿនពេកមិនយឺតពេកតែត្រឹមត្រូវប្រែប្រួលតាមសភាពជាក់ស្ដែងនៅក្នុងទីផ្សារចំណុចទី6ចូលទៅសេផែនការអាជីវកម្មឲ្យបានត្រឹមត្រូវដែលបើកផ្លូវឲ្យសំណួរទាំងឡាយពាក់ព័ន្ធដំណើរការអាជីវកម្មត្រូវបានដោះស្រាយច្បាស់លាស់ជាមុនពេលដំណើរការអាជីវកម្មជាក់ស្ដែងដូចជាគុណភាពសេវាកម្មផលិតផលបាទស្ថានភាពទីផ្សារការប្រកួតប្រជែងតម្លៃគុណតម្លៃយុទ្ធសាស្ត្រកសាងម៉ាកយីហោដើមទុនការគ្រប់គ្រងធនធានមនុស្សក៏ដូចជាធនធានសម្ភារៈត្រូវតែត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់រួចរាល់ទើបងាយស្រួលទៅដល់ការអនុវត្តចំណុចទី7ចូលកំណត់ពេលវេលាចាប់ផ្ដើមសួរថាគំនិតអាជីវកម្មរបស់បងប្អូនគួរចាប់ផ្ដើមនៅពេលណាសូមជម្រាបបងប្អូនផងដែរថាអាជីវកម្មនីមួយៗមានដំណើរវិវត្តជីវិតរបស់វាខុសៗគ្នាចូលសិក្សា
វត្តនៃជីវិតអាជីវកម្មរបស់បងប្អូនដែលចង់បើកឲ្យបានច្បាស់លាស់ជាមុនដើម្បីកំណត់ពេលចាប់ផ្ដើមឲ្យបានត្រូវកលៈទេសៈដែលអតិថិជនត្រូវការឬប្រើប្រាស់ឧទាហរណ៍អាជីវកម្មសេវាកម្មរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ជាដើមវាជាមុខរបរដែលមានតម្រូវការតាមរដូវកាលដូចនេះត្រូវយល់ពីប្រភេទអាជីវកម្មរបស់ខ្លួននិងតម្រូវការរបស់អតិថិជនគោលដៅដើម្បីពេលចេញដំណើរមិនព្រួយបារម្ភថាគ្មានអ្នកប្រើប្រាស់ចំណុចទី8ជាចំណុចដែលសំខាន់ជាងគេដែលខ្ញុំចង់បង្ហាញបងប្អូនគឺបងប្អូនគួរណាស់តែរកអ្នកជួយប្រឹក្សាផ្ដល់គំនិតនិងតម្រង់ទិសបាទអ្វីដែលបងប្អូនចង់អនុវត្តការចាប់ផ្ដើមអាជីវកម្មមួយពេលខ្លះពឹងផ្អែកលើចំណេះជំនាញបទពិសោធន៍របស់បងប្អូនម្នាក់ឯងគឺតែងតែមានភាពខ្វះចន្លោះច្រើនជិះមិនរួចដូចនេះចូលរកអ្នកជួយប្រឹក្សាគំនិតទាំងមិនគិតថ្លៃឬក៏ត្រូវបង់ថ្លៃបើចាំបាច់នៅពេលដែលបងប្អូនបានស្វែងរកអ្នកផ្ដល់យោបល់ប្រឹក្សាលើគំនិតអាជីវកម្មរបស់បងប្អូនបានត្រឹមត្រូវវានឹងផ្ដល់ឱកាសឲ្យបងប្អូនចេញដំណើរដោយទំនុកចិត្តភាពជឿជាក់និងអាចជៀសផុតពីភាពបរាជ័យបានប្រមាណ 80% ចំណុចទាំង8ដែលខ្ញុំបានរៀបរាប់មកគឺជាបទពិសោធន៍របស់ខ្លួនខ្ញុំផ្ទាល់ផងនិងការជួបជជែកជាមួយនឹងម្ចាស់អាសាក្រិនផ្សេងដែលអនុវត្តបានជោគជ័យខ្ញុំសង្ឃឹមថាគំនិតទាំងនេះបានជាចំណុចត្រេះរិះពិចារណាបន្ថែមដល់បងប្អូនដែលត្រៀមខ្លួនចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនបាទសូមអរគុណ